mà dân mà to mình đa là tại tôi những mùi nâng ca cũng nát bông mà so chắc nó không HTML ban đây là nó nông web browser dân mình ai cũng nát tùm hôm tụi tam lê vì miền nó lơ cam bị thế của ấy nó nông web hack mà dân vì anh miền cam bị thế ngạp cũng nát tụi lơ phone này chắc cứ dân cũng nát tụi lơ code ban đây tha to là dân xây code đồng bay cũng nát phone so ban đây chẳng ban phone thông tao chặt sập pi mà rồi chứ cái dân ai cũng nạt ban đài ta sai từ lời dân xây code đồng bay cũng nạt ở về ta nè đồng bay cũng nạt so bông mà so dân prai cái tag font ban đây tha xin tạo và viết cứ chung biệt hạt font ta nè hay font dân đăng ấy nó pe để dân xây code ai cả đó cứ là miền open text cứ thảo từ miền close text ta nè chẳng nó không ca cũng nạt tag font này miền attribute មួយចំនួនដែលយើងត្រូវដឹងថា attribute គឺជាអីគេគឺជាឈ្មោះរបស់syntax អីមួយតើណាអញ្ចឹង syntax ដែលយើងប្រើនៅក្នុង font យើងអាចប្រើ font fact មានន័យថាម៉េចសម្រាប់ដាក់ឈ្មោះឲ្យពុម្ពអក្សរបានន័យថា font fact អីគេឈ្មោះអីគេ time new roman ឈ្មោះ real ឈ្មោះអីផ្សេងគឺយើងកំណត់ពាក្យថា font fact តើណាដល់ពេលsize សម្រាប់អីគេកំណត់ទៅលើទំហំគឺអាស្រ័យទៅលើយើងកំណត់ខ្លួនឯងបានន័យថាយើងចង់បាន size វាប៉ុន្មានគឺយើងកំណត់វាចុះដល់ពេលដែលខ្ញុំចង់បានអក្សរវាជាប្រភេទពណ៌ជិះគឺយើងកំណត់ថា font color តើណា color សម្រាប់កំណត់ទៅលើពណ៌របស់អក្សរឃើញទេអញ្ចឹងយើងត្រូវដឹង3ឯងបើសិនតែយើងរៀនមកដល់ការកំណត់ទៅលើពុម្ពអក្សរអញ្ចឹងការកំណត់ទៅលើពុម្ពអក្សរគឺជា font អញ្ចឹងនៅក្នុង font ដែលយើងចង់បានអាស្រ័យគឺយើងសម្រេចបានន័យថាគឺយើងចង់បានបែបណាគឺយើងកំណត់វាបែបនេះហើយក្នុងការកំណត់វាមាន3ប្រភេទរបស់វា font fact font size font color អញ្ចឹង font fact គឺជាអីគេគឺជាឈ្មោះអក្សរបានន័យថា mode អក្សរដល់ពេល font size គឺជាទំហំអក្សរដែលយើងចង់បានតូចធំបែបណាគឺអាស្រ័យលើយើងដល់ពេល font color គឺជាពណ៌ទៅលើអក្សរយើងចង់បានពណ៌ខៀវពណ៌ក្រហមពណ៌ខ្មៅពណ៌អីគឺយើងកំណត់ខ្លួនឯងនៅពេលដែលយើងដឹងថាឈ្មោះ3គឺសម្រាប់កំណត់ទៅលើពុម្ពអក្សរគឺយើងត្រូវស្គាល់ពី syntax របស់វាណា syntax របស់វាគេដាក់នេះ font fact គឺជា font ដែលយើងត្រូវកំណត់ font fact អីគេឈ្មោះពុម្ពអក្សរតើណាដល់ពេលយើងដាក់ស្មើ font.family អញ្ចឹងអា font family នេះគឺជាឈ្មោះពុម្ពអក្សរមួយតើនេះដូចយើងដាក់ខ្មែរ OS ខ្មែរបូកគោខ្មែរអញ្ចឹងណាអញ្ចឹង font ដកមក family គឺជាឈ្មោះពុម្ពប្រភេទអក្សរដល់ពេល size n នេះស្មើនឹង n បានន័យ n ចំនួន n គឺយើងដឹងហើយគឺអាស្រ័យលើយើងដាក់បានន័យថាយើងចង់ដាក់ប្រមាណក៏បានដែរដល់ពេល color បានន័យថា color ដក code color បានន័យថាយើងចង់បើយើងអត់ចាំឈ្មោះពណ៌គឺយើងដាក់កូដវាមកដូចខ្ញុំបង្ហាញថ្ងៃមុនអញ្ចឹងយើងមិនបាច់ដាក់ឈ្មោះវាយើងវាយលេខចូលមកតើណាហើយដល់ពេលដាក់ដកណែមបានន័យថាយើងនៅក្នុង color ទាំងអស់នេះយើងអាចដាក់ឈ្មោះបានពណ៌ខៀវពណ៌ក្រហមយើងអាចដាក់ឈ្មោះវាបានឬមួយក៏យើងអត់ចាំឈ្មោះពណ៌យើងវាយលេខកូដចូលតើណាអញ្ចឹងយើងមើលនៅពេលដែលយើងសរសេរ font size font color font name មួយគឺយើងសរសេរកូដតែប៉ុណ្នេះតើណាអញ្ចឹងមកយើងមកមើលឧទាហរណ៍ដែលយើងអាចសរសេរបាននេះណាអញ្ចឹងនៅពេលដែលយើងឃើញកូដនេះកន្លែងក្រៅពីហ្នឹងយើងមិនបាច់មើលក៏បានដែរបានន័យថាយើងចេះហើយណាយើងចាំហើយអញ្ចឹងយើងនៅតែកន្លែងនេះអញ្ចឹង font color ដែលយើងសរសេរគឺសរសេរនៅក្នុង body ដូចគ្នានេះ something really នេះគឺជាអក្សរធម្មតាដល់ពេលគេដាក់ font ដក size ទំហំវា6ហើយយើងដាក់ cool អញ្ចឹងបានន័យថាអានេះអក្សរធម្មតាដល់ពេល font size នេះចំនួន6នេះបានន័យអក្សរ cool ហ្នឹងប្រកាសជាធំជាងអក្សរនេះហើយតើណាយើងមើលនេះណាអញ្ចឹងយើងអត់បានច្បាស់ទេយើងចង់ច្បាស់គឺយើងចាប់ដើមសរសេរកូដតើណាដើម្បីកំណត់ឲ្យដឹងថាតើយើងអាចសរសេរទៅវាចេញទៅតាមទម្រង់ដែលយើងចង់បានឧទាហរណ៍ខ្ញុំសរសេរសម្បត្តិនេះព្រោះឲ្យគិតថានេះយើងអាចយល់នៅលើ syntax HTML ហើយអញ្ចឹងខ្ញុំសរសេរប៉ុណ្នេះអញ្ចឹងនៅពេលដែលខ្ញុំសរសេរប៉ុណ្នេះខ្ញុំដាក់ធម្មតា
something really ណាអញ្ចឹងអក្សរនេះគឺជាប្រភេទអក្សរធម្មតាដល់ពេលយើងចង់បានអក្សរទំហំដែលយើងចង់បានគឺយើងដាក់ឈ្មោះ font ដក clear size ទំហំដែលយើងចង់បានណា size វាខ្ញុំដាក់10អាហ្នឹងអាស្រ័យលើយើងចង់បានដូចដូចនិយាយសាមុនហើយយើងបាត់ font វិញយើងបាច់បាត់ font size យើងបាត់ពាក្យថា font មកនៅពេលដែលយើង save run ទៅប្រកាសជា file របស់យើងណាចេញទៅតាមអ្វីដែលយើងចង់បានខ្ញុំដាក់font.html សេវមកហើយយើងទៅមើលកូដដែលយើងសរសេរតើលទ្ធផលវាចេញដូចអ្វីដែលយើងចង់បានដែរអត់ font នៅកន្លែងណាអត់ឃើញចូល size មួយទៀតនេះណានេះឃើញទេអានេះសធម្មតានៅពេលដែលយើងកំណត់ font វា10 font size 10គឺលទ្ធផលវាចេញបែបនេះណាយើងចង់បានធំជាងហ្នឹងយើងចង់បានតូចជាងហ្នឹងគឺអាស្រ័យលើយើងអ្នកកំណត់ខ្លួនឯងបើយើងកំណត់ទៅ font ធម្មតាគឺយើងមិនបាច់ដាក់ syntax ឲ្យវាយើងសរសេរវាចូលទៅពេល font ដែលយើងចង់បានគឺយើងដាក់ប្រភេទវាមកគឺវានឹងចេញឲ្យយើងហ្នឹងអូខេសាកអនុវត្តមើលតើលទ្ធផលវាចេញដូចអ្វីដែលយើងចង់បានណាអញ្ចឹងយើងត្រូវចេះចាំមួយទៀតណាយើងត្រូវចាំ syntax វាមួយទៀតណា font នេះគេ font flag មានន័យថាឈ្មោះពុម្ពអក្សរ font size ទំហំអក្សរនិង color font color គឺពណ៌របស់ប្រភេទអក្សរដល់ណាអញ្ចឹងយើងសរសេរមកចេញប៉ុណ្ណឹងលទ្ធផលដែលយើងចង់បានគឺវាប៉ុណ្នេះណាវាខុសពីមុនអត់ខុសពីយើងការកំណត់ h1 h2 អត់គឺវាខុសគ្នាអញ្ចឹងតួនាទីក្នុងការកំណត់ឬមួយក៏យើងត្រូវស្គាល់ពី syntax របស់វាគឺយើងត្រូវស្គាល់ពីតួនាទីរបស់វាដើម្បីកំណត់ទៅឲ្យលទ្ធផលដែលយើងចង់បានវាចេញដូចដែលយើងសរសេរបានន័យថាដូចជាដែលយើងសរសេរកូដមកលទ្ធផលចង់បានដូចបែបណាគឺយើងសរសេរកូដគឺវាចេញលទ្ធផលបែបហ្នឹងតើណាហេតុអីបានខ្ញុំសរសេរតែ body ក៏ចេញដែរព្រោះយើងសរសេរដាក់ syntax HTML ក៏ប៉ុន្តែ title របស់យើងវាចេញបែបនេះវាអត់មានឈ្មោះណាអញ្ចឹងវាអត់មានឈ្មោះវាចេញបែបនេះហើយដោយសារយើងអត់បានកំណត់នេះយើងមើលមាន title មាន head អត់អញ្ចឹងអត់វាចេញបែបនេះដល់ពេលយើងសរសេរមែនតើយើងមិនមែនសរសេរដូចខ្ញុំតែប៉ុណ្នេះគឺយើងសរសេរឲ្យវាមានលក្ខណៈស្តង់ដាររបស់វាមករៀងក្រហមម៉េះ LCD របស់យើងមកលទ្ធផលចេញណាអត់ចេញទេចេញណានេះចេញកូដយើងចាំប៉ុណ្នេះ font size សម្រាប់ទំហំអក្សរ
dương chi dương dễ dương ở sau vô mấy của dương thầu chi dương dễ đấy của trong biết thảo cứ dương hiện to ban này thay dương to mê riêng và dương tiệt tuần mũi CSS JavaScript đọc bây dương HTML dương check đọc bây dương CSS hay nâng JavaScript sẽ lại tao vậy là đấy hay là lại tao dương thảo trao pi một thiệt cứ PHP nâng ASP hay là trao pi một trong khỏi cứ chọc ban này dương ai sẽ code ban này hay viên nấu chở nó nấu cam thi chở này dân thầu hiện xem tại toàn mùi bootstrap tại toàn mùi Oracle tại toàn chở một chiếc chở đây một chiếc mình to và xóm á hay dân thầu chạy đà bây giờ ngặt chạy một chiếc class đà chỉ một chiếc xuống tay dân ngặt đài riêng dân ngặt đài sơi tiết ngặt chạy tại toàn mùi flash cho nào thêm lên cho nè đấy tăng bắt năm ấy chìm ao dương hiện ọt chọc về ấy chìm ao chở nó một phây merian chiang nó liên một tông mê hiện khảo nhung tuyển dương liên phạch ban này tha liên của phạch mũi đầm mây dương nghe xuống xong ca ở đi xa bạn này nhung thuộc phạch bay chắc nhung cho lơ bật tông mũi nát của việc tập phạch năng này phạch tàu màu bây giờ ba website bọc kê chẳng